នៅកូរ៉េខាងត្បូងក្រុមហ៊ុន Samsung មានលក្ខណៈស្រដៀងទៅនឹងរដ្ឋាភិបាលជាជាងក្រុមហ៊ុនរកប្រាក់ចំណូលពីព្រោះក្រុមហ៊ុននេះគ្រប់គ្រងទៅលើវិស័យសឹងតែគ្រប់មុខចាប់តាំងពីគ្រឿងអេឡិចត្រូនិកគ្រឿងចក្រធំធានារ៉ាប់រងមន្ទីរពេទ្យសំណង់ជាដើមនៅពីក្រោយការជោគជ័យដ៏ធំនេះស្ថាបនិក Samsung គឺជាមនុស្សដែលបរាជ័យទាំងការសិក្សាទាំងអាជីវកម្មនិងស្ទើរបាត់បង់តម្លៃជាមនុស្សម្នាក់លោកលីបយ៉ុងឈុលជាស្ថាបនិកក្រុមហ៊ុន Samsung បានកើតនៅក្នុងគ្រួសារដែលមានជីវភាពធូរធារមួយនៅក្នុងអាណាចក្រកូរ៉េគាត់ត្រូវបានទៅរៀននៅឯប្រទេសជប៉ុនតែក៏ត្រូវបានបោះបង់ការសិក្សាហើយត្រឡប់មកស្រុកកំណើតវិញដោយគ្មានសម្រេចអ្វីសោះគាត់បានបើករោងម៉ាស៊ីនកិនស្រូវតែមុខរបរនោះក៏បរាជ័យដែលធ្វើឲ្យខាតលុយគ្រួសារយ៉ាងច្រើនវប្បធម៌នៅកូរ៉េនៅក្នុងសម័យនោះបរិះដែលបរាជ័យគឺជារឿងដែលអាម៉ាស់និងគ្មានអនាគតលោកលីបយ៉ុងឈុលមានអាយុ28ឆ្នាំលោកយល់ថាលោកបានខ្ជះខ្ជាយជីវិតរបស់ខ្លួនឯងខ្លាំងមែនទែននិងជាពេលមួយដែលគាត់ត្រូវតែដាក់គោលដៅឲ្យច្បាស់លាស់នៅក្នុងជីវិតដូចនេះគាត់បានសម្រេចចិត្តកសាងអាជីវកម្មដ៏ធំមួយទោះបីជាគាត់បានចាប់ផ្ដើមពីកូនម៉ាតទៅក៏ដោយ Samsung បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ1938ជាក្រុមហ៊ុនតូចមួយដែលរកស៊ីទៅលើការលក់បន្លែផ្លែឈើមីនិងត្រីងៀតនៅក្នុងតំបន់នោះនិងនាំចេញទៅបរទេសដូចជាតំបន់ម៉ាន់ជូរីដែលធ្លាប់គ្រប់គ្រងដោយប្រទេសជប៉ុននិងនាំចេញទៅប្រទេសចិននៅពេលដែលសង្គ្រាមកូរ៉េបានផ្ទុះឡើងកូរ៉េខាងជើងបានដណ្ដើមយកទីក្រុងសេអ៊ូលគ្រប់គ្នាបានគិតថាក្រុមហ៊ុននេះនឹងរលំទៅតាមនឹងដែរបន្ទាប់ពីសង្គ្រាមកូរ៉េត្រូវបានបញ្ចប់កូរ៉េខាងត្បូងសឹងតែខ្លាចជាដីរាបស្មើខ្វះខាតវត្ថុធាតុដើមនិងពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតផលនាំចូលលោកលីបានសម្រេចចិត្តបើកអាជីវកម្មមួយសម្រាប់បង្កើតផលិតផលមួយដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកូរ៉េដូចនេះគាត់បានបើករោងចក្រចម្រាញ់ស្ករសហើយយកលុយដែលចំណេញទាំងប៉ុន្មានទៅបើករោងចក្រវាយនភ័ណ្ឌដែលអនុញ្ញាតឲ្យ Samsung ពង្រីកខ្លួននៅក្នុងការរកស៊ីលក់ក្រណាត់និងសម្លៀកបំពាក់តាមរយៈការវិនិយោគឡើងវិញនៅពេលដែល Samsung ទទួលបានប្រាក់ចំណេញវិធីនេះបានធ្វើឲ្យ Samsung បានពង្រីកខ្លួនយ៉ាងធំដូចនេះលោកលីបានបន្តប្រើប្រាស់វិធីនេះបន្តទៀតកាន់តែខ្លាំងឡើងដោយបានបើកហាងទំនិញធំនិងចាប់ផ្ដើមលក់ធានារ៉ាប់រងក្រុមហ៊ុនកាន់តែរីកមាឌធំទៅមិនយូរប៉ុន្មានលោកលីក៏ក្លាយជាអ្នកមានជាងគេនៅកូរ៉េឆ្នាំ1969 Samsung បានបង្កើតបុត្រសម្ព័ន្ធមួយនោះគឺ Samsung Electronics មួយឆ្នាំក្រោយមក Samsung បានផលិតទូរទស្សន៍សខ្មៅ12អ៊ីងហើយត្រឹមតែមួយទសវត្សរ៍ Samsung Electronics ក្លាយជាក្រុមហ៊ុនដែលឈានមុខគេមួយនៅក្នុងពិភពលោកឆ្នាំ1974 Samsung Electronics បានឈានទៅផលិតឧបករណ៍អេឡិចត្រូនិកនៅក្នុងផ្ទះបាយដែលមានដូចជា microwave ទូទឹកកកនិងម៉ាស៊ីនត្រជាក់អំឡុងឆ្នាំ1980 Samsung បានជួបវិបត្តិដ៏ធំមួយដែលអាចធ្វើឲ្យក្រុមហ៊ុននេះទាំងមូលរលំបាននោះគឺគុណភាពឧបករណ៍អេឡិចត្រូនិកដែលត្រូវបានគេស្គាល់ថាកូរ៉េបានផលិតឧបករណ៍អេឡិចត្រូនិកដែលគ្មានគុណភាពនិយាយឲ្យខ្លីគឺជារបស់សម្រាមលោកលីខុនហ៊ីដែលជាកូនរបស់ស្ថាបនិក Samsung បានបន្តតំណែងពីឪពុកជាប្រធានក្រុមប្រឹក្សា Samsung ក្នុងឆ្នាំ1987ដើម្បីបង្កើនគុណភាពគ្រឿងអេឡិចត្រូនិកលោកបានប្រកាសប្រាប់ថ្នាក់ដឹកនាំ Samsung ថាឲ្យផ្លាស់ប្ដូរទាំងអស់លើកលែងតែប្រពន្ធនិងកូនទោះបីជាគាត់បានប្រកាសដូចនេះមែនគុណភាពគ្រឿងអេឡិចត្រូនិករបស់ Samsung បានល្អតែបន្តិចបន្តួចតែប៉ុណ្ណោះឆ្នាំ1995លោកលីខុនហ៊ីនិងថ្នាក់ដឹកនាំ Samsung បានប្រមូលបុគ្គលិកប្រមាណជា 2000 នាក់នៅក្នុងរោងចក្រមួយហើយរៀបចំទូរស័ព្ទ ម៉ាស៊ីនព្រីននិងទូរទស្សន៍ប្រមាណជា 150,000 គ្រឿងលោកលីខុនហ៊ីរួមទាំងថ្នាក់ដឹកនាំ Samsung ជាច្រើននាក់បានយកញញួរទៅវាយកំទេចនិងចាក់សាំងដុតគ្រឿងអេឡិចត្រូនិកទាំងនោះចោលបុគ្គលិកជាច្រើននាក់បានស្រឡាំងកាំងជាខ្លាំងនិងបានស្រក់ទឹកភ្នែកដោយសារតែគ្រឿងអេឡិចត្រូនិកដែលមានតម្លៃរហូតដល់$50 លានដែលពួកគេបានដំឡើងបានក្លាយទៅជាផេះវិធីនេះបានផលពិតមែន Samsung បានផលិតគ្រឿងអេឡិចត្រូនិកដែលមានគុណភាពខ្ពស់ដែលអាចប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយនឹងក្រុមហ៊ុន Sony ឬក៏ក្រុមហ៊ុន Motorola Samsung បានចាប់ផ្ដើមផលិតគ្រឿងអេឡិចត្រូនិកកាន់តែច្រើនឡើង Samsung ត្រូវការទិញគ្រឿងបង្គុំជាច្រើនពីក្រៅប្រទេសដូចនេះ Samsung បានទិញក្រុមហ៊ុនផលិតបន្ទះឈីបដើម្បីគ្រប់គ្រងសង្វាក់ផលិតកម្មដោយខ្លួនឯងផ្ទាល់បន្ទះឈីបទាំងនេះមិនត្រឹមតែនៅក្នុងផលិតផលរបស់ Samsung ទេតែវាបានលក់ចេញទៅក្រុមហ៊ុនអេឡិចត្រូនិកផ្សេងទៀតជុំវិញពិភពលោកជាក់ស្ដែងអតិថិជនរបស់ Samsung គឺជាក្រុមហ៊ុន Apple Samsung គឺជាអ្នកផ្គត់ផ្គង់បន្ទះ DRAM ទៅកាន់ទូរស័ព្ទ iPhone ទោះបីជានៅក្នុងទីផ្សារទូរស័ព្ទដៃ Samsung និង Apple ជាគូប្រជែងយ៉ាងខ្លាំងក្លាក៏ដោយ Samsung បានពង្រីកខ្លួនទៅដល់វិស័យមួយចំនួនដែលយើងមិនបានដឹងដូចជាក្រុមហ៊ុនសាងសង់កប៉ាល់លើកទំនិញខ្នាតយក្សនិងបានផលិតកប៉ាល់លើកទំនិញធំលើសពី 1000 គ្រឿងរួចមកហើយSamsung មានបុត្រសម្ព័ន្ធមួយទៀតដែលហៅថា Samsung Construction and Trading ដែលមានឯកទេសទៅលើការសាងសង់ផ្លូវ ស្ពាន រោងក្រោមដីនិងអគារខ្ពស់ៗមានដូចជាអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃឬក៏អគារភ្លោះនៅម៉ាឡេស៊ីជាដើម Samsung ក៏មានសួនកម្សាន្តយ៉ាងធំមួយផងដែរដែលហៅថា Everland រួមទាំងអូតែលជាច្រើនកន្លែងនេះនៅមិនទាន់រៀបរាប់អស់អំពីមូលនិធិសប្បុរសធម៌និងមន្ទីរពេទ្យរបស់ Samsung យើងទាំងអស់គ្នាប្រហែលជាស្គាល់ Samsung តាមរយៈទូរស័ព្ទដៃ
តែ Samsung បានពង្រីកខ្លួនទៅដល់វិស័យជាច្រើនដែលយើងមិនបានដឹងរឿងរ៉ាវរបស់ Samsung មើលទៅហាក់ដូចជាក្រុមហ៊ុនរកស៊ីមួយបានចាប់ផ្ដើមពីកន្លែងដែលតូចតាចពង្រីកខ្លួនហើយជោគជ័យយ៉ាងខ្លាំងតែនេះមិនមែនជារូបភាពទាំងមូលរបស់ Samsung ទេជាក់ស្ដែង Samsung មិនអាចកើតឡើងបានទេប្រសិនបើមិនមានរដ្ឋាភិបាលកូរ៉េខាងត្បូងជាអ្នកជួយពីក្រោយបន្ទាប់ពីសង្គ្រាមកូរ៉េស្ថានភាពកូរ៉េខាងត្បូងបានដុនដាបយ៉ាងខ្លាំងកូរ៉េខាងត្បូងមិនអាចផលិតអ្វីឬក៏នាំចេញផលិតផលអ្វីទៅក្រៅប្រទេសបានទេប្រធានាធិបតីកូរ៉េខាងត្បូងគឺគាត់ចង់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសខ្លាំងណាស់ដូចនេះរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តជួយផ្គត់ផ្គង់អាជីវកម្មធំៗនៅកូរ៉េតាមរយៈការផ្ដល់ប្រាក់កម្ចីការលើកលែងពន្ធជាពិសេសដោយលោកប្រធានាធិបតីបានគិតថាតាមរយៈការជួយក្រុមហ៊ុនទាំងនេះឲ្យលូតលាស់ប្រៀបបានដូចជាជួយសេដ្ឋកិច្ចប្រទេសផងដែរដូចនេះនៅពេលដែល Samsung បានចាប់ផ្ដើមផលិតឧបករណ៍អេឡិចត្រូនិករដ្ឋាភិបាលកូរ៉េខាងត្បូងបានហាមឃាត់ប្រទេសមួយចំនួនដូចជាប្រទេសជប៉ុនជាដើមក្នុងការលក់ផលិតផលអេឡិចត្រូនិកនៅក្នុងប្រទេសកូរ៉េខាងត្បូងរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តលើកលែងពន្ធរហូតដល់ 50% នៅក្នុងអាជីវកម្មគ្រឿងអេឡិចត្រូនិកពេលនោះ Samsung ក៏ជាក្រុមហ៊ុនមួយដែលធំជាងគេហើយអត្ថប្រយោជន៍ទៅលើការលើកលែងពន្ធនេះក៏ទទួលបានធំជាងគេផងដែរសង្គ្រាមកូរ៉េបានធ្វើឲ្យវិនាសហិនហោចហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងអាមេរិកបានផ្ដល់ជំនួយយ៉ាងច្រើនទៅដល់កូរ៉េខាងត្បូងសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញដោយផ្ដល់ជំនួយភាគច្រើនបានធ្លាក់ចូលទៅក្នុងដៃរបស់ Samsung ដែលធ្វើឲ្យក្រុមហ៊ុននេះបានពង្រីកខ្លួនយ៉ាងលឿនលទ្ធផលទាំងនេះបានមកពីចំណងមិត្តភាពរវាងស្ថាបនិក Samsung និងប្រធានាធិបតីកូរ៉េនៅពេលនោះដែលធ្វើឲ្យ Samsung ទទួលបានរង្វាន់ពិសេសពីរដ្ឋាភិបាលកូរ៉េដែលធនាគារនៅក្រោមចំណុះរបស់រដ្ឋបានផ្ដល់ប្រាក់កម្ចីទៅកាន់ Samsung ក្នុងអត្រាការប្រាក់ដែលទាបបំផុតមួយ Samsung បានចូលរួមចំណែកអភិវឌ្ឍប្រទេសកូរ៉េខាងត្បូងយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុននេះបានជួលបុគ្គលិកយ៉ាងច្រើនក៏ប៉ុន្តែអាជីវកម្មតូចៗនៅកូរ៉េខាងត្បូងក៏ត្រូវបានជួបការលំបាកដោយសារតែមិនមានក្រុមហ៊ុនណាអាចប្រកួតប្រជែងជាមួយនឹង Samsung បានបើ Samsung ជាក្រុមហ៊ុនធំត្រូវបានគាំទ្រដោយរដ្ឋាភិបាលនិងមានធនធានជាច្រើនលើសលប់ការជោគជ័យរបស់ Samsung មិនមែនកើតឡើងដោយចៃដន្យនោះទេវាកើតឡើងដោយសារតែមនុស្សម្នាក់ដែលខ្លាចការបរាជ័យក្នុងជីវិតនិងរដ្ឋាភិបាលមួយដែលខ្លាចភាពក្រីក្រនៅក្នុងប្រទេសខ្លួនរដ្ឋាភិបាលកូរ៉េខាងត្បូងចង់ឲ្យ Samsung រីកចម្រើនដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនសប្តាហ៍ថ្ងៃនេះ Samsung មិនមែនជាក្រុមហ៊ុនធម្មតាទេដោយវាប្រៀបបានដូចជាដង្ហើមមួយរបស់កូរ៉េខាងត្បូងប្រទេសមួយនេះនៅតែត្រូវការដង្ហើមមួយនេះដើម្បីដកដង្ហើមនិងរស់រានមានជីវិត